សួស្តីបងប្អូនជាទីគោរពរាប់អាននៅក្នុងវីដេអូអេពីសូតទី19នេះខ្ញុំនឹងបន្តព្រាងរូបព្រះព្រំបាទពីវីដេអូមុនគឺរូបព្រះអិនបាទហើយបន្តនេះគឺរឿងព្រាងរូបព្រះព្រំហើយព្រះព្រំខ្ញុំដាក់ពណ៌សសម្ពុតពណ៌សលើក្រងលើបកាយរបស់គាត់ណាបាទក្រងសម្ពុតពណ៌សពួកខ្ញុំគិតថាព្រះព្រំគឺជាអ្នកកាន់សិលបាទហើយដាក់សិនបើថាមើលទៅសមយើងដាក់តែមកថាមើលទៅមិនសមទេខ្ញុំនឹងកែបាទរូបរាងកាយសម្លៀកបំពាក់របស់ព្រះអង្គបាទអរគុណច្រើន